បងប្អូនណាចង់ហូបឆ្អឹងជំនីចំហុយស៊ីខ្លៅខ្លះតែមិនដឹងពីរបៀបធ្វើបងប្អូនណាមកបាទចូលមកមើលវីដេអូខ្ញុំនឹងបាទហើយកុំភ្លេច share បាទក៏ដូចជាចែកសម្ដែងដល់គ្នាបាទខ្ញុំបរិញ្ញាបងប្អូនក៏ដូចជាប្រាប់ពីគ្រឿងបងប្អូនធ្វើងាយមែនតើបងប្អូនយើងងើបពេលនេះរត់ផ្លាញទៅផ្សារផ្លេចជីម៉ូតូបងប្អូនទិញបានឆ្អឹងជំនីកន្លះគីឡូឲ្យអ្នកកាប់រួចរាល់បងប្អូនណាបាទយកមកដល់ខ្ញុំដាក់ជាមួយនឹងម្សៅល្ហុងបន្តិចបាទក្រោយមកយើងលាយទឹកបន្តិចមកយើងច្បល់វាបាទច្បល់វាលាងវាដើម្បីឲ្យវាជ្រះក៏ដូចជាឲ្យសាច់យើងផុយផងបងប្អូនណាបាទវាបាត់ក្លិនផងបាទច្បល់វាឲ្យវាចេញជាតិស្អិតចឹងមកបងប្អូនណាបន្ទាប់មកយើងដាក់ទឹកយើងធម្មតាលាងវាបន្តិចមកបាទលាងវាបន្តិចលាងឲ្យច្រើនក៏បានដែរស្រេចបងប្អូនបាទធ្វើម៉េចឲ្យឆ្អឹងជំនីវាចេញឈាមមកសស្អាតចឹងបាទស្រង់ដាក់កញ្ច្រែងបឺចឹងមកបងប្អូនយើងបាទហើយគ្រឿងផ្សំងាយដែរបងប្អូនបាទបាទហើយកលេសខាងស្ដាំដៃមានខ្ទឹមសគេបកស្រាប់ឲ្យបងប្អូនយើងបាទសុំទិញគេមួយខាំបាទមួយខាំ800សល់200ថែមមកគ្រប់1000តែម្ដងបងប្អូនយើងបាទយកមកដល់ចិញ្ច្រាំពើហើយខ្ញុំដាក់មកផ្តិលផ្សេងបាទហើយខ្ទឹមក្រហមបាទមានអាគេបកស្រាប់ហើយសុំទិញគេ500បាទគេឲ្យបាន2ផ្លែបាទ2ផ្លែយកមកចិញ្ច្រាំរួចគ្នាហើយដាក់នៅជាមួយខ្ទឹមសហ្នឹងបាទក្រោយមកទៀតបាទចុះដើរឡើងវ៉ាជាមួយនឹងខ្ញីបាទសូមគេទិញ500បាន2ដុំតូចនោះបងប្អូនបាទមួយដុំយកមកសក់ស្បោចិញ្ច្រាំយកមកដាក់ជាមួយនឹងគ្រឿងទៀតបងប្អូនណាបាទរួចរាល់ហើយបាទឆ្អឹងជំនីយើងដែលបាញ់ទឹកហើយលាងស្អាតហ្នឹងយើងយកមកដាក់ចានដែកមកបាទក្រោយពីដាក់ចានដែកហើយបងប្អូនយើងធ្លាក់គ្រឿងចូលសូត្រច្រាវមកបាទថែមជាមួយនឹងស៊ីងខ្មៅយើងតិចទៀតមកបាទហើយចាប់ផ្ដើមដាក់គ្រឿងបាទមានដូចជាប្រេងខ្យងបាទប៊ីចេងបាទជាមួយនឹងស្ករសបងប្អូនយើងបាទមើលមួយមកបាទជាមួយនឹងទឹកស្អ៊ីវខាប់បាទទឹកស្អ៊ីវខ្មៅយើងដាក់យកពោះបាទក្រៅមកទៀតវាយជាមួយនឹងទឹកស្អ៊ីវយើងច្រូចបងប្អូនអធិស្ស្រ័យបាទយើងត្រូវតែប្រើដៃត្មងដើម្បីវាជាតិខ្លាំងបាទអត់មានស្រោមដៃទេបងប្អូនបាទអធិស្ស្រ័យកន្លែងនេះនិយាយលេងបាទយើងច្បល់វាផ្លាច់ចឹងមកបងប្អូនយើងបាទច្បល់ធ្វើម៉េចឲ្យវាចូលជាតិចឹងមកបាទដូចបងប្អូនឃើញបើវាចូលជាតិជាមួយនឹងវាប្រឡាក់ជាមួយទឹកស្អ៊ីវខ្មៅបាទវាមានជាតិបាទពណ៌រាងក្រហមប្រើហ្នឹងមកអូខេបន្ទាប់ពីច្បល់រួចរាល់ហើយយើងត្រូវប្រើម្សៅឆាជាលើកចុងក្រោយបងប្អូនណាបាទហើយអ្វីដែលសំខាន់បំផុតនោះគឺខ្លាញ់យើងដាក់ដើម្បីឲ្យវារអិលបាទដូចជាកុំឲ្យវាស្អិតជួសគ្នាបងប្អូនបាទដល់ពេលដាក់មកយើងត្រូវបន្ថែមរសជាតិដែលយើងច្បល់វាថែមបន្តិចទៀតបងប្អូនណាបាទច្បល់វាឲ្យស្អិតចឹងមកបងប្អូនណាឃើញស៊ីងខ្មៅបាទគ្រឿងវានៅជាមួយនឹងគ្រឿងបាទបន្ទាប់មកយកមកចាក់ដាក់ចានចំហុយតែម្ដងបងប្អូនយើងបើសិនជាអត់មានចានពងក្រពើបងប្អូនយើងដាក់ចានពងគូពងសេះអីក៏បានដែរជាស្រ័យបងប្អូនណាបាទយើងដាក់ចានមូលយើងចំហុយក៏បានដែរបាទបន្ទាប់ពីចាក់ដាក់ចានរៀបហើយយើងទាញចក្រានយេះដល់កញ្ចាស់របស់យើងម្ដងកាច់យេះផើដាំទឹកឲ្យពុះមកបងប្អូនយើងដាក់ជើងចំហុយចូលបាទថ្ងៃហ្នឹងទិញជើងចំហុយខុសទៀតបងប្អូនទិញចំមកធំមកមានណាផ្ទះយើងរៀងតូចម៉ែដាក់ជីតវល់បាទតមកទៀតយើងត្រូវក្រោបវាចំនួន12នាទីបងប្អូនណាបាទ12នាទីក្រោយមកឆ្អឹងជំនីឆ្អិននេះបងប្អូនណាប៉ែមបាទយើងរោយជាមួយនឹងស្លឹកខ្ទឹមបន្តិចមកបងប្អូនយើងបាទដល់ថ្ងៃខ្ញុំអត់បានប្រើខ្លាញ់រោយទៅលើទេបាទអរគុណបងប្អូនយើងបាទសម្រាប់តាមដានក៏ដូចជាទស្សនាវីដេអូហ្នឹងបាទកុំភ្លេច share និងចែកចម្លែកបងប្អូនយើងអ្នកមួយពីរបៀបធ្វើផងបាទអរគុណបងប្អូនបាទហើយបងប្អូនយើងអ្នកដែលត្រូវការក្បិតត្រូវការខ្ទះអាចតំណតំណមកខ្ញុំបានគឺខ្ញុំនៅមានបាទយប់នេះគឺខ្ទះចូលស្តុកច្រើនអញ្ចឹងលេខតូចលេខ36ចូលស្តុកវិញហើយបងប្អូនបាទអញ្ចឹងស្អែកយើងមានក្បិតមានខ្ទះមានវែកឆាមានវែកសម្លមានកត្រមានធុងខ្លាញ់មានអីមកសពបងប្អូនណាបាទគឺវាចូលមកស្តុកទៀតហើយអញ្ចឹងបងប្អូនយើងអ្នកដែលត្រូវការអាចតំណបានមកលឿនបាទអរគុណច្រើនបងប្អូនយើងបាយ